ជំរាបសួរលោកស្រីដែលតាមដាន Channel YouTube របស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឧទាហរណ៍មួយដែលពាក់ព័ន្ធជាមួយនឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធគ្រប់គ្រងធនធានមនុស្សអញ្ចឹងមានដូចជាទំនេរគ្មានវិវត្តដល់ការសិក្សាការក្របខ័ណ្ឌដើមមរណភាពចូលនិវត្តន៍លុបឈ្មោះផ្លាស់ប្ដូរកន្លែងបម្រើការនិងផ្សេងៗបន្ទាប់មកសូមលោកស្រីយក user និង password ដើម្បីវាយបញ្ចូលដើម្បីចូលទៅក្នុងប្រព័ន្ធ HRMS របស់អស់លោកស្រីបន្ទាប់មកទៀតលោកស្រីត្រូវជ្រើសរើសបុគ្គលិកអប់រំដើម្បីធ្វើបច្ចុប្បន្នភាពបន្ទាប់មកទៀតលោកស្រីសូមជ្រើសរើសយកត្រង់ប្រវត្តិការងារនិងច្បាប់ឈប់បន្ទាប់មកទៀតសូមលោកស្រីជ្រើសរើសត្រង់ស្ថានភាពរបស់បុគ្គលិកអប់រំអញ្ចឹងនៅពេលដែលលោកស្រីចុចយកប្រអប់ពាក្យថាស្ថានភាពវានឹងរើសឲ្យលោកស្រីជ្រើសរើសយកប្រអប់មានជាទំនេរគ្មានវិវត្តលុបឈ្មោះផ្លាស់ប្ដូរបម្រើការងារមរណភាពចូលនិវត្តន៍ទំនេរគ្មានវិវត្តបន្តក្រៅលក្ខខណ្ឌដើមទេជិញក្រៅក្រសួងបន្តការសិក្សាក្របខ័ណ្ឌនយោបាយនិងបង្រៀនក្រៅប្រទេសបន្ទាប់មកទៀតសូមលោកស្រីជ្រើសរើសប្រអប់ស្ថានភាពដែលលោកស្រីត្រូវធ្វើបច្ចុប្បន្នភាពខ្ញុំសូមបញ្ជាក់បន្តិចសូមលោកស្រីយកលិខិតប្រកាសដែលបុគ្គលិកអប់រំគាត់ទទួលបានហើយបន្ទាប់មកយកប្រកាសនោះមកវាយបញ្ចូលយើងខ្ញុំនឹងឧទាហរណ៍ជូនលោកស្រីនេះអញ្ចឹងនៅពេលដែលយើងជ្រើសរើសយកប្រអប់មិញហើយវានឹងលោតព័ត៌មានការងារពីលោកស្រីបានរើសទៅក្នុងប្រអប់ស្ថានភាពហើយវានឹងលោតទាំងព័ត៌មានការងារទាំងព័ត៌មានការងារនេះសូមលោកស្រីបំពេញថ្ងៃចាប់ផ្ដើមនៃប្រកាសខ្ញុំសូមបញ្ជាក់បន្តិចនៅពេលដែលយើងធ្វើបច្ចុប្បន្នភាពក្នុងស្ថានភាពបុគ្គលិកអប់រំគឺយើងដាច់ខាតត្រូវតែមានប្រកាសឬក៏បរិច្ឆក្រិតឬក៏អនុក្រឹត្យដើម្បីយើងយកមកបំពេញព្រោះវាជាឯកសារភ្ជាប់យោងចឹងបន្ទាប់ពីលោកស្រីជ្រើសរើសស្ថានភាពនៅក្នុងប្រអប់រួចលោកស្រីនឹងឃើញផ្ទាំងព័ត៌មានការងារមួយទៀតអញ្ចឹងសូមលោកស្រីបញ្ញាចាប់ផ្ដើមនៃលិខិតប្រកាសបន្ទាប់មកទៀតគឺជាលេខប្រកាសអញ្ចឹងសូមលោកស្រីវាយលេខប្រកាសដូចជាឧទាហរណ៍ដែលខ្ញុំដាក់ជាគំរូអញ្ចឹងសូមលោកស្រីវាយមកលេខប្រកាសនោះជាលេខបែបម៉េចគឺលោកស្រីត្រូវតែវាយប្រកាសនោះជាលេខបែបហ្នឹងហើយបន្ទាប់មកគឺចុះថ្ងៃដែលប្រកាសបានចេញបន្តមកទៀតលោកស្រីសូមរក្សាទុកហើយសូមបញ្ជាក់លោកស្រីបន្តិចនៅត្រង់ចំណុចនេះលោកស្រីដែលខាត់ត្រូវតែបញ្ចូលលេខប្រកាសឬថ្ងៃចាប់ផ្ដើមលេខប្រកាសប្រសិនបើលោកស្រីមិនបានវាបញ្ចូលត្រង់លេខប្រកាសនេះទេលោកស្រីនឹងមិនអាចរក្សាទុកបានទេបន្ទាប់ពីលោកស្រីបានធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំហើយលោកស្រីវិលត្រឡប់ទៅព័ត៌មានលម្អិតវិញដើម្បីសូមបញ្ជាក់បន្ថែមបន្តិចជូនចំពោះលោកស្រីដែលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ HRMS រួចនៅក្នុងពាក្យប្រអប់ផ្លាស់ប្ដូរកន្លែងបម្រើការនៅក្នុងប្រអប់មួយនេះលោកស្រីនៅពេលដែលធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំនៅក្នុងប្រអប់នេះគឺដាច់ខាតលោកស្រីត្រូវតែផ្ដល់ព័ត៌មានទៅឲ្យអង្គភាពថ្មីពីព្រោះប្រអប់ផ្លាស់ប្ដូរកន្លែងបម្រើការរបស់បុគ្គលិកអប់រំគឺផ្លាស់ពីទីតាំងចាស់ទៅទីតាំងថ្មីអញ្ចឹងនៅពេលដែលលោកស្រីបានធ្វើបច្ចុប្បន្នភាពរួចសូមលោកស្រីផ្ដល់ដំណឹងនេះជូនទៅអង្គភាពសម័យខ្លួនដែលជាអង្គភាពថ្មីដើម្បីឲ្យអង្គភាពថ្មីគាត់ចុចទទួលដើម្បីឲ្យព័ត៌មានបុគ្គលិកអប់រំចូលទៅព័ត៌មានរបស់អង្គភាពថ្មីប្រសិនបើលោកស្រីមិនបានផ្ដល់ព័ត៌មានឬជូនដំណឹងជូនទៅអង្គភាពថ្មីទេនោះ
ទិន្នន័យរបស់បុគ្គលិកអប់រំដែលលោកគ្រូអ្នកគ្រូបានធ្វើបច្ចុប្បន្នភាពគឺនៅតែមានព័ត៌មាននៅក្នុងអង្គភាពចាស់ដដែលគឺមិននោះនឹងនៅក្នុងអង្គភាពចាស់ដដែលហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការដែលធ្វើបច្ចុប្បន្នភាពនៅក្នុងប្រអប់ផ្លាស់ប្ដូរហើយខ្ញុំសូមបញ្ជាក់លោកស្រីបន្តិចពាក់ព័ន្ធជាមួយនឹងការធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំដែលត្រូវផ្លាស់ប្ដូរបម្រើអង្គភាពសូមលោកស្រីចូលទៅទំព័រដើមបន្ទាប់មកលោកស្រីសូមពិនិត្យមើលត្រង់ចំណុចកាតដែលដាក់ថាបុគ្គលិកអប់រំត្រូវផ្លាស់ចូលអញ្ចឹងនៅពេលដែលលោកស្រីធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំត្រូវផ្ទេរចេញរួចសូមលោកស្រីចុចនៅក្នុងត្រង់កាតនេះគឺបុគ្គលិកអប់រំត្រូវផ្លាស់ចូលដើម្បីមើលស្ថានភាពរបស់គាត់អញ្ចឹងសូមលោកស្រីចុចត្រង់ហ្នឹងមកវានឹងបង្ហាញឈ្មោះបុគ្គលិកអប់រំដែលលោកស្រីបានធ្វើបច្ចុប្បន្នភាពអញ្ចឹងវីដេអូរបស់ខ្ញុំគឺអស់ហើយមានចម្ងល់អីសូមលោកស្រីបោះជា comment មកដើម្បីឲ្យខ្ញុំបានជម្រាបជូនបន្ថែមទៀតសូមអរគុណសូមជម្រាបលា